ម៉ូតសក់មួយប្រភេទនេះពិតជាស្អាតមែនទែនណាបងប្អូនអាចធ្វើឲ្យខ្លួនឯងបានណាចង់ចូលរួមកម្មវិធីឬក៏ធ្វើនៅផ្ទះអីក៏បានដែរអញ្ចឹងវាជួយលើកសម្រស់យើងមកកម្រិតទៀតអញ្ចឹងណាបងប្អូនហើយវិធីធ្វើនោះគឺអត់មានអីពិបាកទេបងប្អូនងាយស្រួលដោយគ្រាន់តែយើងសិតសក់របស់យើងឲ្យស្អាតមករួចហើយយើងចងវាធម្មតាអញ្ចឹងបងប្អូនយើងលើកវាខ្ពស់តិចមកហើយអាផ្នែកខាងក្រោយហ្នឹងគឺយើងចងវាហើយយើងចែកសក់យើងជាពីរហើយយើងត្រឡប់វាចូលក្នុងទៅបងប្អូនត្រឡប់ចូលក្នុងកស៊ូយើងដែលយើងចងហ្នឹងណាហើយជាធម្មតានៅពេលដែលយើងចងហើយនេះផ្នែកខាងក្រោយនេះលើកញ្ចឹងករបស់យើងណាអញ្ចឹងវាកាលណាយើងអត់មានសប្រែអត់មានអីបាញ់គឺសក់យើងអាខ្លីហ្នឹងវាហុយសពងតែម្ដងណាអញ្ចឹងយើងមានសប្រែយើងយកសប្រែនេះយកមកបាញ់វាឲ្យវារៀបស្មើមកអាសក់ក៏ខ្លីរបស់យើងដែលយើងចងអត់កើតហ្នឹងណាធម្មតាតែយើងត្រឡប់សក់ហើយវាសក់យើងវាអត់អស់ហើយវាមិននៅវែងអាខាងក្រោយអញ្ចឹងបងប្អូនចងមកតង់ទៀតនេះចងមកតង់ទៀតឲ្យវារៀងចេញតបកឈូកអញ្ចឹងមកតបកផ្កាឈូកហ្នឹងបន្ទាប់ពីធ្វើអញ្ចឹងហើយនេះបងប្អូនគេវាមកឲ្យវារៀងក្តោបដូចផ្កាឈូកអញ្ចឹងណាបងប្អូននេះហើយបន្តមកទៀតយើងចាប់ផ្ដើមយកស្ប្រៃនេះយកមកបាញ់ពីលើមកបាញ់តិចពីលើមកដើម្បីកុំឲ្យវាហុយអាខ្លីហ្នឹងបងប្អូនយើងបាញ់វាឲ្យវារៀបស្មើមកឲ្យវារលោងមើលទៅស្អាតណាអត់មានហុយស្ពងទេហើយនៅពេលដែលវារៀបស្មើហើយបងប្អូនមើលថាវាស្អាតហើយនៅអញ្ចឹងណាយើងមើលតាមកញ្ចក់ទៅហើយយើងធ្វើខ្លួនឯងហើយបន្តមកទៀតបងប្អូនអាចមានតគៀបឬក៏ស្នៀតសក់អីបងប្អូននេះយកមកសួរអាកន្លែងយើងចងអាតុយចុងក្រោយហ្នឹងយកមកសួរវាចូលត្រឡប់ចូលក្នុងកន្លែងដែលយើងចែកសក់យើងជាពីរផ្នែកហ្នឹងទៅនេះបងប្អូនឃើញទេស្អាតតែឃើញចេញមកនេះអត់មានឃើញកតុយសក់កតុយអីទេឃើញទេចេញមកស្អាតតែម្ដងបងប្អូនណាចឹងនៅពេលដែលយើងធ្វើផ្នែកខាងក្រោយហើយយើងចាប់ផ្ដើមទៅធ្វើដើមមីខាងមុខណាបងប្អូនចឹងបើសិនបើយើងចង់វាមកខាងក្រោយទាំងអស់វារៀងវាខាងមុខពេកអញ្ចឹង